អ្នកណាខ្លះដែលអាចឆ្លងមេរោគអេដស៍មនុស្សគ្រប់រូបតើមេរោគអេដស៍ឆ្លងតាមរបៀបណាតាមការរួមភេទប្រាំបញ្ចូលរួមគ្នាការបញ្ចូលឈាមដែលមានមេរោគពីម្ដាយទៅកូនរហូតមកដល់បច្ចុប្បន្ននេះតើមានថ្នាំសម្រាប់ព្យាបាលមេរោគអេដស៍ជំងឺអេដស៍ឲ្យជាសះស្បើយដែរឬទេមិនមានតើយើងអាចដឹងថានរណាម្នាក់មានផ្ទុកមេរោគអេដស៍ដោយវិធីណាតាមការពិនិត្យឈាមរកមេរោគអេដស៍តើវិធានការណាមួយដែលអាចបង្ការខ្លួនអ្នកមិនឲ្យឆ្លងមេរោគអេដស៍និងជំងឺកាមរោគរួមភេទដោយប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវនិងគ្រប់ពេលតើជំងឺណាមួយដែលជួយជំរុញដល់ការចម្លងមេរោគអេដស៍ជំងឺកាមរោគតើអ្នកផ្ទុកមេរោគអេដស៍ត្រូវបានអនុញ្ញាតឲ្យប្រឡងយកប័ណ្ណបើកបរដែរឬទេត្រូវបានអនុញ្ញាតនៅពេលដឹងថាអ្នកបើកបរមានផ្ទុកមេរោគអេដស៍តើអ្នកហ៊ានជិះរថយន្តនោះដែរឬទេហ៊ានជិះនៅពេលដឹងថាខ្លួនអ្នកមានផ្ទុកមេរោគអេដស៍តើអ្នកត្រូវប្រកាន់យកការប្រព្រឹត្តណាមួយរួមភេទដោយប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវនិងគ្រប់ពេលតើការធ្វើតេស្តឈាមរកមេរោគអេដស៍ឈរលើគោលការណ៍អ្វីដោយស្ម័គ្រចិត្តរក្សាការសម្ងាត់មានការផ្ដល់ប្រឹក្សាបើអ្នកដឹងថានរណាម្នាក់មានផ្ទុកមេរោគអេដស៍នៅកន្លែងធ្វើការតើអ្នកត្រូវធ្វើដូចម្តេចរក្សាឲ្យធ្វើការធម្មតាតើអ្នកត្រូវធ្វើដូចម្តេចចំពោះអ្នករងគ្រោះដោយសារមេរោគអេដស៍ផ្ដល់ការគាំទ្រនិងមិនរើសអើង